ហើយរាល់ថ្ងៃស្មាឃើញច្រើនណាស់នៅក្នុងសង្គមយើងដែលនៅតែជឿលើមង្គលភ្ញាក់ផ្អើលដោយថាយើងបន់ស្រន់ឬក៏ការស្រោចទឹកមន្តអីរបស់បុគ្គលទាំងនោះព្រោះយើងបានសេចក្តីសុខចម្រើនហ្នឹងអានឹងជាការយល់ខុសតាអញ្ចឹងតួនាទីក្នុងនាមជាពុទ្ធបរិស័ទហ្នឹងជាអ្នកមិនជឿលើមង្គលភ្ញាក់ផ្អើលបើយើងនៅជឿទេយើងប្រកាសខ្លួនឯងថាជាបរិស័ទល្អយើងប្រកាសខ្លួនឯងថាជាឧបាសកនៅឧបាសិកាល្អហ្នឹងគឺវានៅអត់តន់គ្រប់គ្រាន់ទេព្រោះតួយល់ខុសវានៅតែមានបញ្ញាអត់តន់កើតផងហើយយើងប្រកាសខ្លួនឯងយ៉ាងម៉េចសូត្រមួយឈ្មោះចន្ទដេលសូត្រដែលមានសម្ដែងនៅក្នុងគម្ពីរអង្គត្រនិកាយនៅបញ្ចកនិបាតមានបញ្ជាក់ថាឧបាសកដ៏ល្អនឹងគឺត្រូវមានលក្ខណៈ5យ៉ាងញាតិញោមចាំណាឧបាសកដ៏ល្អនឹងគឺមានលក្ខណៈ5យ៉ាងទី1ជាអ្នកមានសទ្ធាណាមានសទ្ធានឹងយើងរាល់ថ្ងៃបើនិយាយពាក្យថាសទ្ធាយើងប្រើប្រាស់អត់តន់ត្រូវទេណាយើងគិតថាឲ្យតែមានលុយយកទៅប្រគេនព្រះសង្ឃឬក៏ណាមានបាយទឹកនំចំណីយកទៅវត្តទៅទោះបីជាចិត្តបែបម៉េចអីបែបម៉េចទឹកថេនឹងយល់បែបម៉េចអត់សំខាន់ទេសំខាន់ឲ្យតែមានប៉ុណ្ណឹងទៅយើងទុកថាខ្លួនឯងជាអ្នកមានសទ្ធាតែតាមពិតណាតួសទ្ធាពិតប្រកបនៅក្នុងទីនេះដែលជាពិសេសសទ្ធានៅក្នុងពុទ្ធសាសនាហ្នឹងគឺតួបញ្ញាទេញោមណាតួសទ្ធាពិតប្រកបហ្នឹងគឺបញ្ញាសទ្ធាតែថាការជឿអាត្មាភាពធ្លាប់លើកសម្ដែងហើយតែចង់បញ្ជាក់ខ្លីៗថាសទ្ធាគឺប្រែថាការជឿទៅលើកម្មផលជឿទៅលើផលរបស់កម្មជឿទៅលើការត្រាស់ដឹងឡើងរបស់ព្រះសម្មាសម្ពុទ្ធអីជាដើមនឹងដែលឈ្មោះថាជាអ្នកមានសទ្ធាអញ្ចឹងឧបាសកដ៏ល្អបរិស័ទដ៏ល្អទី1គឺជាអ្នកជឿជាអ្នកមាននៅសទ្ធាពិតប្រាកដណាទី2ជាអ្នកមានសិលណាជាអ្នកមានសិលនឹងសិលយ៉ាងម៉េចញោមណាឧទាហរណ៍ថាត្រឹមតែជាអ្នកមានសិល5ក៏ទុកថាល្អណាស់ទៅហើយប៉ុន្តែសុំតែសិល5ហ្នឹងយើងខ្ជាប់ខ្ជួនមែនតើណាញោមមិនតែបែបលេងអីលេងសើចអីហ្នឹងមិនទេណាជាអ្នកមានសិលហ្នឹងគឺសូមឲ្យជាអ្នកមានសិលណាបរិសុទ្ធណាបើអាចឡើងថ្នាក់ដល់សិល8អីទៅទៀតអាហ្នឹងក៏កាន់តែវិសេសវិសាលហើយប៉ុន្តែបើមិនបានដល់សិល8ទេហោចណាស់សូមបានត្រឹមសិល5អីជាដើមចឹងទៅទី3គឺក្នុងនាមបរិស័ទល្អក្នុងនាមឧបាសកដ៏ល្អហ្នឹងលក្ខណៈទី3គឺជាអ្នកដែលមិនជឿលើមង្គលភ្ញាក់ផ្អើលប៉ុន្តែរាល់ថ្ងៃសួរថាយើងជឿលើមង្គលភ្ញាក់ផ្អើលទេណាឲ្យទៅលឺអ្នកនេះអ្នកនោះប្រកាសណាថាប្របាទធំមឹកណាឬក៏អ្នកនេះអ្នកនោះប្រកាសថាអ្នកមានបុណ្យណាចេញពីក្នុងព្រៃមកពីលើមេឃអីណាឬក៏មកពីណាពីណីអីយើងនាំគ្នាជឿអត់មានណាបញ្ញាកើតឡើងប្រកបមមអីណាវាបែរទៅជាជឿទៅលើមង្គលភ្ញាក់ផ្អើលអីផ្សេងអាហ្នឹងមិនទាន់ឈ្មោះថាជាបរិស័ទល្អទេណាញោមតែជឿទៅលើការមង្គលភ្ញាក់ផ្អើលហ្នឹងដូចតែជឿលើការបន់ស្រន់ការអង្គរកណាជឿលើបារមីហ្នឹងមិនមែនបារមីក្នុងពុទ្ធសាសនាទេបារមីមែននោះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសាងសន្សំដែលមានបារមី10ឬក៏យើងចែកទៅបារមី30ដែលញោមតែងតែសូត្រហ្នឹងមិនមែនយើងមិនមែនយល់ទៅអញ្ចឹងអីយើងយល់ថាបារមីហ្នឹងអ្នកមានណារិទ្ធអំណាចមានអភិនិហាមានដូចថាយើងបន់ស្រន់ឬក៏ការស្រោចទឹកមន្តអីរបស់បុគ្គលទាំងនោះព្រោះយើងបានសេចក្តីសុខចម្រើនហ្នឹងអាហ្នឹងជាការយល់ខុសតាអញ្ចឹងតួនាទីក្នុងនាមជាពុទ្ធបរិស័ទហ្នឹងជាអ្នកមិនជឿលើមង្គលភ្ញាក់ផ្អើលបើយើងនៅជឿទេយើងប្រកាសខ្លួនឯងថាជាបរិស័ទល្អយើងប្រកាសខ្លួនឯងថាជាឧបាសកនៅឧបាសិកាល្អហ្នឹងគឺវានៅអត់តន់គ្រប់គ្រាន់ទេព្រោះតួយល់ខុសវានៅតែមានបញ្ញាអត់តន់កើតផងហើយយើងប្រកាសខ្លួនឯងយ៉ាងម៉េចញោមហ្នឹងហើយហ្នឹងតួនាទីញាតិញោមពុទ្ធបរិស័ទណាហើយរាល់ថ្ងៃស្មាឃើញច្រើនណាស់នៅក្នុងសង្គមយើងដែលនៅតែជឿលើមង្គលភ្ញាក់ផ្អើលនៅតែជឿណាដូចថាមានអ្នកមានបុណ្យចេញពីព្រៃនេះពីព្រៃនោះមកយើងនៅតែជឿផ្ដេសផ្ដាស់ណាមែនតើយើងអត់ជឿលើការសាងសន្សំរបស់យើងទេយើងទៅជឿលើណាគ្រូមកយើងទៅជឿលើអ្នកនេះអ្នកនោះដល់តែអញ្ចឹងទៅណាញាតិញោមតែចំណុចតូចបំផុតចំណុចតិចបំផុតដែលអាត្មាភាពឃើញណាឧទាហរណ៍ថាការជឿលើមង្គលភ្ញាក់ផ្អើលហ្នឹងធ្វើឲ្យមនុស្សលែងទុកចិត្តលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯងដូចថាទៅជឿលើរបស់ខាងក្រៅ
ណាមែនតើណាខ្លួនឯងប្រឹងរកស៊ីចង់ងាប់ណាប្រឹងរកទ្រព្យសម្បត្តិលុយកាក់អីណាសងអីអត់ជឿលើសមត្ថភាពអត់ជឿលើការប្រឹងប្រែងរបស់ខ្លួនឯងទៅជឿលើការបន់ស្រន់ទៅជឿលើគ្រូទាយជឿលើអ្នកនេះអ្នកនោះណាជឿថាអ្នកនេះអ្នកនោះជាអ្នកមានបុណ្យអីជាដើមអញ្ចឹងទៅណាបោះបង់សេចក្តីព្យាយាមពិតប្រាកដណាអញ្ចឹងมันមានលក្ខណៈវិទ្យាសាស្ត្រទេណាពុទ្ធសាសនាមែនហ្នឹងគឺសំដៅឲ្យយើងជាអ្នកមានការគិតនឹងបែបណាតក្កៈណាញាតិញោមជាអ្នកគិតនឹងបែបវិទ្យាសាស្ត្រតែម្ដងហ្នឹងហើយដល់ពេលដែលយើងអត់មានមូលដ្ឋាននៃការគិតយើងអត់មានទូបញ្ញាអត់មានសតិជាអ្នកគ្រឿងដឹកដែលជាអ្នករលឹកដឹងនៅក្នុងចិត្តឲ្យកើតជាកុសលទូបញ្ញាជារឿយៗទៅយើងទៅជឿលើមង្គលភាពហើយដែលយើងប្រកាសខ្លួនឯងថាជាពុទ្ធបរិស័ទល្អជាឧបាសកល្អហ្នឹងគឺអត់ត្រឹមត្រូវទេហ្នឹងហើយនឹងទី3ណាយោណាហើយទី4គឺជាអ្នកមិនស្វែងរកបុណ្យក្រៅព្រះពុទ្ធសាសនាតើអ្វីទៅជាអ្នកដែលមិនស្វែងរកបុណ្យក្រៅព្រះពុទ្ធសាសនាក្នុងចំណុចនេះគឺសំដៅទៅដល់បុគ្គលណាឧបាសកឬក៏ពុទ្ធបរិស័ទហ្នឹងជាអ្នកមានចិត្តស្មោះត្រង់នឹងការធ្វើទានក្នុងព្រះពុទ្ធណាក្នុងសាសនារបស់ខ្លួនណាប៉ុន្តែដើម្បីឲ្យខ្លាយខ្លួនថាយើងមិនចាំបាច់ទៅស្វែងរកបុណ្យក្រៅអំពីពុទ្ធសាសនាឬក៏យ៉ាងម៉េចហ្នឹងតែធ្វើម៉េចទៅយល់បើអត់មានបញ្ញាទេអាចទៅរួចទេខ្ញុំថាអត់ទេវាប្រកាសជានៅតែតាមរឿងបន្ទើសង្ស័យឬក៏ណារឿងការយល់ខុសតែយល់ខុសហើយការប្រព្រឹត្តក៏ខុសដែរណាខ្ញុំមិនខុសអីពីថាយើងរៀនធម៌គោលបំណងរបស់យើងចង់បដិបត្តិឲ្យល្អទៅប៉ុន្តែតែយើងណារៀនខុសហើយបដិបត្តិក៏វាខុសទៅតាមនឹងដែរអញ្ចឹងតួនាទីក្នុងនាមឧបាសកឬក៏បរិស័ទល្អក្នុងពុទ្ធសាសនានឹងគឺជាអ្នកដែលមិនស្វែងរកបុណ្យក្រៅពីពុទ្ធសាសនាហ្នឹងហើយនឹងចង់បញ្ជាក់ជូនញាតិញោមអញ្ចឹងណាញោមណាហើយចុងក្រោយនោះគឺជាអ្នកណាគ្រប់គ្រងដល់សាសនារបស់ខ្លួនត្រង់ចំណុចនេះអាត្មាគ្រាន់តែនិយាយឲ្យងាយយល់ទេចំណុចចុងក្រោយហ្នឹងគឺជាអ្នកយកចិត្តទុកដាក់បម្រើការពារពុទ្ធសាសនាជាដើមណាដើម្បីលើកស្ទួយពុទ្ធសាសនាមែនហ្នឹងរឿងសកម្មភាពណាខាងក្រៅការសង្គ្រោះការអីហ្នឹងវាជារឿងមួយប៉ុន្តែរឿងមួយទៀតហ្នឹងគួរសិក្សាខ្លួនឯងឲ្យយល់ណាឲ្យយល់មែនក្នុងណាពុទ្ធវចនៈអីធម៌វិន័យនៅក្នុងអរិយវិន័យនៅក្នុងប្រមចរិយធម៌អីទៅហើយបើអាចនឹងយកទៅបញ្យល់ណាអ្នកដតីក្រៅអំពីអ្នកដែលកាន់ពុទ្ធសាសនាឬក៏យកទៅបញ្យល់អ្នកដែលកាន់ពុទ្ធសាសនាអីជាដើមហ្នឹងណាឈ្មោះថាជារឿងល្អប្រសើរហើយឈ្មោះថាជាពុទ្ធបរិស័ទល្អឈ្មោះថាជាឧបាសកល្អនឹងតួនាទីណាពុទ្ធបរិស័ទណាញាតិញោមណាតួនាទីពុទ្ធបរិស័ទតួនាទីក្នុងនាមឧបាសកឧបាសិកាណាជាអ្នកកាន់ពុទ្ធសាសនាហ្នឹងគឺរឿងចាំបាច់បំផុតហ្នឹងគឺត្រូវមានណាចំណុចទាំង5ហ្នឹងលក្ខណៈទាំង5ហ្នឹងចឹងញាតិញោមវិនិច្ឆ័យខ្លួនឯងទៅថាយើងជាបរិស័ទល្អនៅយើងជាឧបាសកឧបាសិកាល្អឬនៅណាក៏បីយល់ហើយតួនាទីចំណុចហ្នឹងគឺបើនិយាយទៅគឺត្រូវមានសេចក្តីប្រតិបត្តិមានការបដិបត្តិហ្នឹងជាមូលដ្ឋានណាយកជា foundation ណាដែលជា basic ណាបើមិនជាអត់មានអាហ្នឹងជាមូលដ្ឋានទេយើងទៅអត់រួចទេអញ្ចឹងក៏បីយល់ណាតួយ៉ាងដូចតួសទ្ធានិងតួសិលអីជាដើមណាយកហ្នឹងហើយអញ្ចឹងដើម្បីយើងហៅខ្លួនឯងថាជាបឋមឧបាសកជាណាបឋមឧបាសិកាជារតនឧបាសកជារតនឧបាសិកាអីជាដើមហ្នឹងយើងក៏បីពិនិត្យមើលសកម្មភាពក៏ដូចជាការយល់របស់យើងតើវាត្រឹមត្រូវមែនទៅតាមចំណុចទាំងអស់នឹងអត់ណានឹងយោងទៅតាមចន្ទលសូត្រដែលមានសម្ដែងនៅក្នុងគម្ពីរអង្គត្តនិកាយចតុកនិបាតដែលបញ្ជាក់ថាឧបាសកដ៏ល្អហ្នឹងគឺត្រូវមានលក្ខណៈ5យ៉ាងក្នុងន័យនេះណាលោកបញ្ជាក់ទៅឧបាសកទេប៉ុន្តែក្នុងន័យឧបាសកហ្នឹងមានឧបាសិកាមានទេយតិយិកានិយាយជារួមទៅគឺបរិស័ទអ្នកកាន់ពុទ្ធសាសនានឹងឯងដែលចង់បញ្ជាក់អញ្ចឹងណាញាតិញោមដែលប្រហែលជាមិនបានវែងឆ្ងាយទេប៉ុន្តែគាត់តែថ្មឆ្លៀតឱកាសនេះដើម្បីដែលយកជាការពន្យល់ពុទ្ធបរិស័ទឲ្យយល់នៅក្នុងន័យដែលសេចក្តីពិតមែនណាញោមណាសូមជូនប៉ុណ្ណឹងចុះណាសូមបានជាបុណ្យជាកុសលជាបច្ច័យផុតចាកទុក្ខទាំងអស់គ្រប់គ្នាសូមអនុមោទនា